Kuna namo tassa bhagavata arahato sama sambuddhassa. Namo tassa bhagavata arahato sama sambuddhassa. Namo tassa bhagavata arahato sama sambuddhassa. ព្រះបរមសាស្តាកាលដែលព្រះអង្គទ្រង់គង់ប្រថាប់នៅនាព្រះចេតពុនមហាវិហារទ្រង់ប្រារព្ធភិក្ខុនីក្រមុំមួយអង្គទ្រង់ត្រាស់នៅពធទេសនានេះថាកੰនុសោចសិនុច្ចង្គីដូច្នេះជាដើមប្រារព្ធសេចក្តីគឺថានាងភិក្ខុនីនោះជាធីតារបស់ត្រកូលមួយក្នុងព្រះនគរសាវត្ថីឃើញទោសក្នុងគរាវៈវិស័យក៏បានចេញទៅបួសក្នុងព្រះពុទ្ធសាសនាថ្ងៃមួយភិក្ខុនីអង្គនោះបាននិមន្តទៅដើម្បីនឹងស្ដាប់នៅព្រះធម៌ព្រមជាមួយនឹងពួកភិក្ខុនីដទៃបានឃើញព្រះរូបឆោមដែលកើតឡើងដោយបញ្ញានុភាពរកប្រមាណមិនបានប្រកបដោយព្រះរូបសម្បត្តិដ៏ឧត្តមប្រកបដោយបញ្ញានុភាពរកប្រមាណមិនបានប្រកបដោយព្រះរូបសម្បត្តិដ៏ពិសេសនៃព្រះទសពលព្រះអង្គទ្រង់គង់ប្រថាប់លើធម្មាសនៈដែលប្រដាប់តាក់តែងហើយកំពុងសម្ដែងនៅព្រះធម៌ទេសនានាងភិក្ខុនីឃើញដូច្នេះហើយទើបគិតថាកាលដែលយើងត្រាច់ទៅក្នុងវដ្តសង្សារធ្លាប់បានជាបាតបរិចារិកានៃព្រះមហាបរោះនេះដែរឬទេណោះតាន់ពេលនោះឯងនាងក៏បានរលឹកជាតិមុនឃើញថាយើងធ្លាប់បានជាបាតបរិចារិការបស់មហាបរោះនេះក្នុងកាលដែលព្រះអង្គជាស្ដេចតម្រៃឆាត់តនកាលដែលនាងរលឹកបានដូច្នោះហើយបេតិដ៏ខ្លាំងក្លាក៏បានកើតឡើងដោយកម្លាំងនៃសេចក្តីត្រេកអរនាងជាភិក្ខុនីទៅផ្សើចចេញមកដោយសម្លេងខ្លាំងខ្លាំងរួចហើយក៏បានគិតទៀតថាដែលជាបាតបរិចារិកាមានអធ្យាស្រ័យប្រព្រឹត្តនៅប្រយោជន៍ដល់ស្វាមីនោះគឺមានតិចអ្នកទេដែលមិនបានធ្វើនៅប្រយោជន៍នោះគឺមានច្រើនតើយើងមានអធ្យាស្រ័យប្រព្រឹត្តនៅប្រយោជន៍ដល់បរិសនោះដែរឬក៏ទេណោះនាងរលឹកបានក្នុងពេលនោះនាងឃើញសេចក្តីពិតថាដោយពិតយើងសាងនៅកំហុសទុកក្នុងហបរតីមិនតិចឡើយគឺយើងបានប្រើនាយព្រានសោនុត្តរៈឲ្យយកព្រួយលេបទៅដោយថ្នាំពឹសបាញ់ស្ដាច់តម្រៃឆាត់តន់ដែលមានកម្ពស់ប្រមាណ120ហត្ថឲ្យដល់នៅសេចក្តីស្លាប់តន់ពេលនោះដែរសេចក្តីសោកសៅក៏កើតឡើងដល់នាងដួងហបរតីក៏ក្តៅក្រហាយនាងមិនអាចអត់ទ្រាំនៅសេចក្តីសោកសៅនោះបានទើបស្រែកទ្រហោយំដោយសម្លេងខ្លាំងខ្លាំងព្រះបរមសាស្តាទ្រង់ទួតពិនិត្យឃើញដូច្នោះក៏ទ្រង់ព្រះញញឹមឲ្យប្រកាសធ្វើឲ្យភិក្ខុសង្ឃទូលសួរថាបបិទ្ធព្រះអង្គដ៏ចម្រើនអ្វីណោជាហេតុជាបច្ច័យញ៉ាំងឲ្យព្រះអង្គទ្រង់ព្រះញញឹមព្រះដ៏មានពភាទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយនាងភិក្ខុនីក្រមុំរូបនេះរលឹកដល់កំហុសដែលធ្លាប់ធ្វើមកលើតថាគតក្នុងជាតិមុនទើបបានជាស្រែករហោយំជាបន្តទៅព្រះអង្គទ្រង់នាំអតីតនិទានមកសម្ដែងក្នុងអតីតកាលមានដំរីប្រមាណ 8000 មានរិទ្ធហោះទៅក្នុងអាកាសបានអាស្រ័យនៅនឹងស្រះឆាត់តន់នាដែនដីនៃព្រៃហែមពៀនគ្រានោះព្រះពោធិសត្វកើតជាកូននៃដំរីជាមេហ្វូងមានសម្បុរកាយគឺដងខ្លួនពណ៌សសុទ្ធឯមាត់និងជើងពណ៌ក្រហមក្រោយមកព្រះពោធិសត្វបានចម្រើនវ័យឡើងកម្ពស់បាន88ហត្ថពីមុខទៅក្រោយប្រវែង120ហត្ថប្រកបដោយប្រម៉ោយដ៏ល្អល្អះប្រវែង58ហត្ថចំណែកភ្លុកទាំងពីរវាស់ដោយជុំវិញបាន15ហត្ថប្រវែងពីគល់មកចុង30ហត្ថប្រកបដោយរស្មី6ពណ៌ព្រះពោធិសត្វជាប្រមុខនៃដំរីដែលមានហ្វូងដំរី8000ជាបរិវារបូជាព្រះបច្ចេកពុទ្ធ500ព្រះអង្គអគ្គមហេសីរបស់ព្រះពោធិសត្វនោះមាន2គឺចលសផតទា1និងមហាសផតទា1
ស្ដេចដំរីព្រមទាំងបរិវារអាស្រ័យនៅនឹងកញ្ចនៈគុហានាភ្នំដ៏ខ្ពស់យ៉ាងទៀតស្រះឆាត់តននោះទាំងចំណែកបណ្ដោយនិងចំណែកទទឹងមានប្រវែងប្រមាណ52យោជន៍ត្រង់កណ្ដាលជម្រៅប្រមាណ12យោជន៍មិនមានសរាយមិនមានចកឬក៏ប្រំឡើយស្រះឆាត់តនមានទឹកថ្លាដូចជាដុំកែវមណីបន្ទាប់ពីកណ្ដាលស្រះឡើងមកមានចង្កលនីដោះព័ទ្ធជុំវិញទឹកទទឹង1យោជន៍បន្ទាប់មកទៀតអបលខៀវដោះព័ទ្ធជុំវិញចង្កលនីទទឹង1យោជន៍ដូចគ្នាបន្តមកក៏មានទទឹង1យោជន៍ដូចគ្នាទាំងអស់គឺអបលក្រហមអបលសអបលដែលជាបតុមក្រហមបតុមសនិងកមុតដោះឡើងមកព័ទ្ធជុំវិញគ្នាជាបន្តពីខាងក្រៅនៃពួកឈូកទាំង7ប្រភេទមានឈូកគ្រប់មុខលេចម្រុះគ្នាមានចង្កលនីជាដើមព័ទ្ធជុំវិញដែលមានកម្រាស់1យោជន៍ដូចគ្នាដែរបន្តចេញមកដល់ទឹកដែលមានជម្រៅរាក់ល្មមត្រឹមផ្ចិតតម្រៃធម្មតាមានពួកស្រូវសាលីក្រហមដោះឡើងមកទទឹងកម្រាស់1យោជន៍ដូចគ្នាទៀតបន្តមកទៀតដល់មាត់ទឹកគឺ1យោជន៍ដូចគ្នាមានពួករែកទឹកសន្ធឹកទៅដោយផ្កាពណ៌ខៀវពណ៌លឿងពណ៌ក្រហមនិងពណ៌សដែលមានក្លិនក្រអូបផ្សាយទៅឡើងពីមាត់ទឹកមកលើគោកមានអលឹកឃ្លោកល្ពៅតឡាចបន្តមកទៀតមានព្រៃអំពៅដើមធំប៉ុនដើមស្លារួចហើយព្រៃចេកផ្លែធំប៉ុនភ្លុកតម្រៃព្រៃខ្នុរណាំងផ្លែប៉ុនពាំងទឹកមានព្រៃខ្នុរសម្លដែលមានរសឆ្ងាញ់តមកមានព្រៃខ្វិតព្រៃរាំងរហូតដល់ព្រៃសណ្ឌៈដែលមានដើមឈើធំលាយចម្រុះគ្នាបន្តមកទៀតព្រៃឫស្សីនេះជាភាពសម្បូរសម្បើមនៃស្រះឆាត់តនក្នុងសម័យនោះនៅក្នុងព្រះអត្ថកថាសង្យុត្តនិកាយក៏បានពណ៌នានៅភាពសម្បូរសម្បើមនេះដូចគ្នាដែរដែលមានរហូតមកក្នុងបច្ចុប្បន្នព្រះអញ្ញាកោណ្ឌញ្ញអធិលោកនិមន្តទៅគង់នៅទីនោះអស់12ឆ្នាំហើយបរិនិព្វានក្នុងដែនដីនៃព្រៃហែមពៀនក្បែរមាត់ស្រះឆាត់តននោះម្យ៉ាងទៀតមានភ្នំព័ទ្ធជុំវិញព្រៃឫស្សីដល់ទៅ7ជាន់បើរាប់ពីខាងក្រៅមកភ្នំទី1ឈ្មោះចលកាលបរពតភ្នំទី2ឈ្មោះមហាកាលបរពតភ្នំទី3ឈ្មោះឧតកៈបស្សបរពតភ្នំទី4ឈ្មោះចន្ទៈបស្សបរពតភ្នំទី5ឈ្មោះសុរិយៈបស្សបរពតភ្នំទី6ឈ្មោះមនីបស្សបរពតនិងភ្នំទី7ឈ្មោះសវណ្ណបស្សបរពតសវណ្ណបស្សបរពតមានកម្ពស់ដល់ទៅ7យោជន៍ព័ទ្ធជុំវិញស្រះឆាត់តនដូចជាកណ្ដាប់មាត់បាតមិនមែន1យោជន៍សុទ្ធតែ16គីឡូទេជាពិសេសយោជន៍កម្ពស់និងយោជន៍ជម្រៅហ្នឹងក៏តិចដែរទេនៅខាងក្នុងសវណ្ណបស្សបរពតនោះមានពណ៌ដូចមាសហើយព្រោះតែពន្លឺដែលចេញអំពីសវណ្ណបស្សបរពតបានធ្វើឲ្យស្រះឆាត់តននោះឯងភ្លឺហាក់បីដូចជាពន្លឺព្រះអាទិត្យដ៏ស្រទន់ដែលទៅតែឧទ័យភ្នំដែលមានជាបន្តរាប់ពីក្នុងចេញទៅក្រៅវិញគឺភ្នំទី6កម្ពស់6យោជន៍ភ្នំទី5កម្ពស់5យោជន៍ទី4កម្ពស់4យោជន៍ទី3កម្ពស់3យោជន៍ទី2កម្ពស់2យោជន៍និងទី1កម្ពស់1យោជន៍នៅនឹងជ្រុងទិសឦសាននៃស្រះឆាត់តនដែលមានភ្នំ7ជាន់ព័ទ្ធជុំវិញនោះមានដើមជ្រៃដ៏ធំតាំងនៅក្នុងឱកាសដែលទឹកនិងខ្យល់ប៉ះត្រូវបានដើមជ្រៃនោះវាស់ដោយជុំវិញបាន5យោជន៍កម្ពស់ដើម7យោជន៍មានមេឃវែងបាន6យោជន៍លូតចេញទៅក្នុងទិសទាំង4សូម្បីមេឃដែលដុះទៅលើក៏ប្រវែង6យោជន៍ដូចគ្នាដែរដូច្នេះបើវាស់ពីគល់ទៅដល់ចុងកំពូលមានកម្ពស់13យោជន៍ពីចុងម្ខាងមេឃទៅចុងម្ខាងមេឃទៀតប្រវែង12យោជន៍ប្រដាប់ដោយពួរជ្រៃ8000ជាដើមឈើខ្ពស់ត្រដែតស្រស់ស្អាតបីដូចជាភ្នំនៃកែវមណី
នៅឯទិសបច្ចិមនៃស្រះឆាត់តននាភ្នំសវណ្ណបស្សៈបរពតមានកញ្ចនៈគុហាដ៏ធំប្រមាណ12យោជន៍ដល់រដូវភ្លៀងស្ដេចដំរីឆាត់តនមានដំរី 8000 ជាបរិវារបានអាស្រ័យនៅនឹងកញ្ចនៈគុហានោះឯងក្នុងរដូវក្តៅក៏បានមកឈរទទួលនៅខ្យល់និងទឹកនៅរវាងពូជ្រៃក្រោមមហានិក្រូធព្រឹក្សក្រោយមកថ្ងៃមួយដំរីទាំងឡាយបានមកប្រាប់ថាព្រៃរាំងដ៏ធំនោះមានផ្ការីកហើយស្ដេចដំរីឆាប់តន់គិតថាយើងនឹងលេងកីឡាផ្ការាំងលោកគិតដូច្នេះហើយព្រមទាំងបរិវារក៏ទៅកាន់ព្រៃរាំងនោះយកក្បាលជល់ដើមរាំងមួយដើមដែលមានផ្ការីកស្គុះស្គាយនាងចលសុផតទាឈរនៅពីខាងលើខ្យល់ស្លឹករាំងចាស់ចាស់ជាប់ជាមួយនឹងមេឃងាប់ងាប់ព្រមទាំងស្រមោចផងអង្ក្រងផងបានធ្លាក់ត្រូវសរីរៈរបស់នាងរីឯនាងមហាសុផតទាឈរនៅខាងក្រោមខ្យល់លំអងកេសរនិងស្លឹកស្រស់បានធ្លាក់មករយត្រូវចំសរីរៈរបស់នាងចលសុផតទាក៏គិតថាស្ដេចដំរីនេះរយកេសរនិងស្លឹកស្រស់ឲ្យត្រូវលើសរីរៈភរិយាដែលខ្លួនស្រឡាញ់ប្រុសប្រានចំណែកខ្លួនប្រានរបស់យើងឯនេះវិញឲ្យស្លឹកចាស់ជាប់នឹងមេឃងាប់ទាំងអង្ក្រងទាំងសមោចធ្លាក់មកត្រូវយើងនឹងតបស្នងឲ្យបានស័ក្តិសមគិតដូច្នេះហើយក៏បានចងពៀនឹងព្រះមហាក្សត្រក្រោយមកថ្ងៃមួយស្ដេចដំរីព្រមទាំងបរិវារបានចុះកាន់ស្រះឆាត់តន់ដើម្បីងូតទឹកខណៈនោះមានដំរីពីរនៅក្មេងយកប្រម៉ោយចាប់កាន់ឆ្មៅម្យ៉ាងដោះកាយស្ដេចដំរីបីដូចជាចំអើតបោះកំពូលភ្នំកៃឡាស់ដូច្នោះឯងកាលស្ដេចដំរីងូតទឹកឡើងមកហើយទើបឲ្យនាងដំរីទាំងពីរចុះងូតដល់នាងទាំងពីរឡើងមកនាំគ្នាទៅឈរក្បែរព្រះពោធិសត្វទើបដំរីទាំង 8000 ចុះស្រះលេងកីឡាក្នុងទឹកហើយនាំយកការជលជាតិផ្សេងអំពីស្រះមកប្រដាប់តាក់តែងដល់ព្រះពោធិសត្វដូចជាប្រដាប់តាក់តែងនៅស្ដូកប្រាក់ដូច្នោះដែរស្រេចហើយទៅប្រដាប់តាក់តែងឲ្យនាងទាំងពីរតាមក្រោយពេលនោះមានដំរីមួយត្រាច់ទៅក្នុងស្រះបានការឈូកដ៏ធំមួយមានត្របក 7 សតបទៅនាំមកឲ្យដល់ព្រះមហាក្សត្រដាច់ដំរីយកប្រម៉ោយទទួលមហាបទុមមករយកេសរដាក់លើសីស័ករបស់ខ្លួនហើយក៏ហុចឲ្យដល់នាងមហាសុផតទាដែលជាចេតភរិយានាងចលសុផតទាឃើញដូច្នោះក៏អន់ចិត្តហើយគិតថាស្ដេចដំរីនេះឲ្យមហាបទុមដែលមានត្របក 7 សតបដល់ភរិយាដែលជាទីស្រឡាញ់ពេញចិត្តនិងជាទីប្រោសប្រានតែមួយចំណែកយើងមិនបានឲ្យឡើយហើយទៅបានចងពៀនឹងព្រះបរមពុរិស័ទបន្ថែមទៀតថ្ងៃក្រោយមកកាលដែលស្ដេចដំរីព្រះបរមពុរិស័ទចាត់ចែងរៀបចំផ្លែឈើនិងដំឡូងព្រមទាំងមើមត្រាវដែលឆ្អិនស្រាច់ស្រាប់សំដោយទឹកឃ្មុំថ្វាយដល់ព្រះបច្ចេកពុទ្ធឆាន់ 500 ព្រះអង្គនាងចលសុផតទាបានថ្វាយបលាផលដែលជារបស់ខ្លួនដល់ព្រះបច្ចេកពុទ្ធហើយតាំងសេចក្តីប្រាថ្នាថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនខ្ញុំម្ចាស់ឃ្លាតចាកពីអត្តភាពក្នុងជាតិនេះទៅសូមឲ្យបានកើតក្នុងតកូលមត្តរាជនិងបានឈ្មោះថាសុផតទារាជកញ្ញាកាលដែលចម្រើនវ័យហើយសូមឲ្យបានជាអគ្គមហេសីនៃព្រះចៅក្រុងពរាណសីជាទីស្រឡាញ់ពេញចិត្តនិងជាទីប្រោសប្រានរបស់ព្រះអង្គរហូតដល់ធ្វើអ្វីប្រាថ្នាអ្វីក៏បានតាមចិត្តចង់នឹងអាចក្រាបទូលដល់ព្រះអង្គសូមឲ្យទ្រង់ប្រើនាយព្រានមកបាញ់ស្ដេចដំរីនោះដោយព្រួញលាបថ្នាំពឹសរហូតដល់ស្លាប់ព្រមទាំងនាំយកភ្លុកទាំងគូដែលមានរស្មី 6 ពណ៌បានទៀតផងចាប់តាំងពីថ្ងៃនោះមកនាងចលសុផតទាជាដំរីជាប់ដោយគំនុំក្នុងចិត្តមិនបរិភោគស្មៅឬទោះបីអាហារអ្វីក៏ដោយព្រមទាំងទឹករាងកាយស្គាំងស្គមកម្លាំងចុះខ្សោយមិនយូរប៉ុន្មានក៏ដួលចុះហើយស្លាប់ទៅកើតក្នុងព្រះគោនៃព្រះអគ្គមហេសីនៃព្រះជាដែនមត្តរដ្ឋ
កាលដែលប្រសូតមកហើយពេញរូបពេញរាងព្រះជនកព្រះជននីក៏បាននាំទៅថ្វាយដល់ព្រះបាទក្រុងព្រះរាណសីនាងជាទីស្រឡាញ់ប្រុសប្រានរបស់ព្រះរាជារហូតដល់បានទៅជាប្រមុខនៃនាងស្នំ 16,000 នាក់ព្រមទាំងបាននៅញៀនដែលជាគ្រឿងរលឹកជាតិមុនឃើញទៀតផងព្រះនាងសុផតទានេះទ្រង់បានត្រេះរិះថាសេចក្តីប្រាថ្នារបស់យើងសម្រេចហើយពេលនេះនឹងឲ្យទៅយកភ្លុកទាំងគូរបស់ស្ដេចតម្រៃនោះមកចាប់តាំងពីពេលនោះមកព្រះនាងក៏យកប្រេងលាបនៅព្រះសិរីរៈត្រួតត្រងនៅសម្ពុតសៅម៉ងបានសម្ដែងនៅព្រះអាការៈឈឺហើយស្ដេចក៏ចូលកាន់បន្ទប់សិរីសយៈទុំនៅលើប្រទេនសយនាព្រះរាជាទ្រង់ត្រាស់សួរថាព្រះនាងសុផតទាទៅណាកាលដែលទ្រង់ជ្រាបថាបិឈួនហើយទើបស្ដេចចូលទៅអង្គុយប្រថាប់លើប្រទេនទ្រង់លោកស្ទាបព្រះប្រស្តាងរបស់ព្រះនាងហើយក៏ត្រាស់សួរនៅព្រះគាថាទី1ថាកេនុសោចសិនុចង្គីបណ្ឌុសីវរៈវណ្ណនីមិលាយសិវិសាលខីមេលាវៈបរិមត្តិតាមនាលនាងសុផតទាគូរនេចរណៃខ្លួនប្រានជើងដៃបីដូចជាមាសសម្បុរលឿងខ្ចីស្រីវរោភៈនេត្រាល្អល្អះវិសេសវិសាលតើនាងកើតអ្វីទៅស្រីសោកាភក្ត្រាស្រពូនទុកអូនពុំស្រាលបីដូចបតុមគេខ្ញាំហើយហាលអំបាលមេលាក្នុងគ្រាស្រពប់បណ្ដាបទទាំងនេះបទថាអនុចង្គីដោយសេចក្តីថានាងមានព្រះសិរីរៈភ្លឺថ្លាស្រស់ស្អាតបីដូចជាមាសបទថាមេលាវៈបរិមត្តិតាដោយសេចក្តីថាបីដូចជាបតុមត្រូវខ្ញាំច្របាច់ដូចឆ្នោឯងព្រះនាងសុផតទាទ្រង់ស្ដាប់ហើយទើបត្រាស់នៅបគាថាឆ្លើយតបដូចនេះថាតោហឡោមេមហារាជៈសុបិនន្ទេនុបច្ចគាអ្នកសោសុលភៈរូបោវៈយេតិសោមៈមៈតោហឡោបពិតមហារាជអំណាចបវរខ្ញុំម្ចាស់ចាញ់គោព្រោះតែយល់សពចំណងចម្លែកក្រែងផ្លែកអភ័ព្វមិនអាចបានទ្របប្រសពទៅព្រួយបណ្ដាបទទាំងនោះបទថាអ្នកសោដោយសេចក្តីថាការចាញ់ប្រគោដែលខ្ញុំម្ចាស់យល់សពឃើញយ៉ាងណានោះបទថាសុបិនន្ទេនុបច្ចគាដោយសេចក្តីថាខ្ញុំម្ចាស់សុបិននិមិត្តក្នុងទីបំផុតនៃសុបិនទើបចាញ់ប្រគោរបស់ដែលចាញ់ប្រគោព្រោះការយល់សពនោះហាក់ដូចជាមិនងាយរកបានឡើយប៉ុន្តែបើខ្ញុំម្ចាស់មិនបាននៅរបស់នោះទេខ្ញុំម្ចាស់មុខតែមិនមានជីវិតរស់នៅឡើយព្រះរាជាទ្រង់ព្រះសម្ដាប់ដូច្នោះហើយទើបត្រាស់ប្រកាសថាយេគេចេមេនុសាកាមាអិធៈលោកស្មេនន្តនេសព្ពេទេបច្ចរាមៃហੰអហន្តេតមិតោហឡੰកាមគុណទាំងអស់ជារបស់មនុស្សសាក្នុងលោកនេះរាឯណាទីមួយសពតែរបស់យើងម្ចាស់អូនកំព្រួយរៀមបងនឹងជួយតាមចិត្តអូនចង់បណ្ដាបទទាំងនោះបទថាបច្ចរាដោយសេចក្តីថាមនាលនាងសុផតទាដ៏ចម្រើនកាមសម្បត្តិដែលជារបស់មនុស្សដែលពួកមនុស្សប្រាថ្នានៅក្នុងលោកនេះនិងរតនៈ7ប្រការឯណានេះមួយនៅក្នុងនន្តវ័នមានច្រើនណាស់រកបានដោយងាយគឺកាមគុណ5ឯណានេះមួយមានក្នុងមនុស្សលោកយើងនឹងឲ្យនៅវត្ថុកាមនិងកិលេសកាមទាំងអស់នោះដល់នាងព្រះទេវីបានស្ដាប់ដូច្នោះហើយទើបពោលថាបបិទ្ធព្រះសមតិទេពការចាញ់គោរបស់ខ្ញុំម្ចាស់រក្សាបានដោយលំបាកខ្ញុំម្ចាស់មិនក្រាបទូលឲ្យទ្រង់ជ្រាបក្នុងពេលនេះទេនៅក្នុងដែនរបស់ព្រះអង្គមានព្រានព្រៃចំនួនប៉ុណ្ណាសូមទ្រង់ព្រះមេត្តាប្រោសឲ្យមកប្រជុំគ្នាទាំងអស់ខ្ញុំម្ចាស់នឹងទូលឲ្យទ្រង់ជ្រាបក្នុងកណ្ដាលព្រានព្រៃទាំងនោះរួចហើយព្រះនាងក៏បានត្រាស់នៅគាថាក្នុងលំដាប់តទៅលុតទេទេវៈសមាយន្តោ
យេកេចេវិជិតេតវៈអេតេសੰអហមក្ខេសੰយាតិសោមមៈតោហឡោបបិទ្ធព្រះអង្គសូមទ្រង់ឲ្យព្រានដែលមានប៉ុន្មានក្នុងដែនដីទ្រង់មកប្រជុំគ្នាកំបីរារងនឹងប្រាប់ចំណងដល់ពួកនៃព្រានក្នុងគាថានោះមានសេចក្តីអធិប្បាយថាបបិទ្ធព្រះសម្បតិទេពក្នុងដែនរបស់ព្រះអង្គមាននាយព្រានចម្ពោះណាដែលជាព្រានសំគួរនាយព្រានគ្រប់ចម្ពោះនោះចូលមកប្រជុំគ្នាគឺប្រកាសហៅគ្នាមកខ្ញុំម្ចាស់នឹងប្រាប់អំពីការចាញ់គោរបស់ខ្ញុំម្ចាស់ដែលមានសភាពយ៉ាងណានោះដល់នាយព្រានទាំងនោះព្រះបាទក្រុងព្រាណសីទទួលពាក្យរបស់ព្រះមហេសីហើយស្ដេចចេញអំពីបន្ទប់សិរីសាយៈត្រាស់បង្កប់ដល់ពួកអមាត្យានាយព្រានព្រៃចំនួនប៉ុន្មាននៅក្នុងការសិក្ករតដែលមានអាណាខេត្ត300យោជន៍ចូលអ្នកទូងស្គរប្រកាសឲ្យព្រានព្រៃទាំងអស់នោះមកប្រជុំគ្នាអាមាត្យទាំងនោះក៏ធ្វើតាមព្រះរាជាអង្គការមិនយូរប៉ុន្មានពួកព្រានព្រៃក្នុងការសិក្ករតក៏បាននាំគ្នាយកគ្រឿងបណ្ណាការតាមលទ្ធភាពចូលមកពាល់ព្រះរាជាហើយឲ្យក្រាបទូលការដែលខ្លួនបានមកដល់ឲ្យទ្រង់ជ្រាបថាព្រានព្រៃទាំងអស់ប្រមាណជា 60000 នាក់បានមកប្រជុំគ្នាហើយព្រះរាជាទ្រង់ជ្រាបថាពួកនាយព្រានមកហើយទើបទ្រង់ប្រថាប់ឈរឯព្រះបញ្ជរហើយចង្អុលប្រាប់ដល់ព្រះទេវីត្រាស់នៅពគាថាអ៊ិមេតេលុតកាទេវិកតហដ្ឋាវិសារទេវិញ្ញាញូចៈមិកញ្ញូចៈបមត្ថេចតជីវិតាសូមហេសីអូនទួតបនេត្រាពួកព្រាននេះណាសត្វមានថ្វីដៃជាអ្នកឃ្លីវខ្លាស្គាល់មរឹកស្គាល់ព្រៃដើម្បីខ្សាត់ថ្លៃស៊ូខ្សៃនឹងជួយបណ្ដាបទទាំងនោះបទថាអ៊ិមេដោយសេចក្តីថាមនាលនាងទេវីនាងឲ្យពួកព្រានឯណាមកប្រជុំគ្នានាយព្រានទាំងនោះគឺពួកនេះឯងបទថាកតហដ្ឋាដោយសេចក្តីថាសុទ្ធតែមានថ្វីដៃគឺឆ្លាតបានទទួលការសិក្សារហូតដល់មានជំនាញក្នុងក្បួនបាញ់និងក្បួនចាប់ជាដើមបទថាវិសារទេដោយសេចក្តីថាជាអ្នករួចផុតអំពីភ័យបទថាវញ្ញញូចៈមិកញ្ញូចៈដោយសេចក្តីថាជំនាញក្នុងការដើរព្រៃនិងដឹងអំពីពួកសត្វបទថាមមត្ថេដោយសេចក្តីថាពួកនាយព្រានទាំងអស់នេះព្រមលះបង់ជីវិតក្នុងប្រយោជន៍របស់យើងបានគឺគេធ្វើតាមតែយើងប្រាថ្នាព្រះទេវីបានស្ដាប់ដូច្នោះហើយទើបពោលនៅគាថាលុតបត្តានិសាមេថៈយេវន្ទេថៈសមាកតាឆាពិសានੰកជាងសេតាំងអត្តសੰសុបនេអហੰតស្សៈតន្តេហេបេអដ្ឋោអលាភេណត្តហេជីវិតាំងលុតបត់ទាំងអស់ដែលកោះប្រជុំចូលស្ដាប់ពាក្យខ្ញុំរៀបរាប់ទុកព្រួយខ្ញុំសបិនឃើញដំរីសមួយចិត្តញើរញ្ជួយព្រោះចង់បានភ្លុកព្រោះភ្លុកទាំងគូចែងចាំងរស្មីឆាប់ពន់រាំងសីហត្ថីប្រមុខភ្ញាក់ឡើងកាលណាចិន្តាកើតទុកបើមិនបានភ្លុកខ្ញុំមុខជាខ្សែក៏បីជ្រាបដោយការវិនិច្ឆ័យក្នុងគាថានោះដូចតទៅនេះព្រះនាងទេវីត្រាស់ថាអ្នកទាំងឡាយដែលជាផៅពងនៃព្រានព្រៃបានមកព្រមគ្នាក្នុងទីនេះចូលតាំងចិត្តស្ដាប់ពាក្យរបស់យើងបទថាឆាប់ពិសានੰបានដល់ដំរីសដែលមានភ្លុកមានរស្មី6ប្រការយើងយល់សពឃើញដំរីសមានរស្មីនៃភ្លុក6ពណ៌កាលដែលយើងឃើញគុជសាមានសភាពបែបនេះទើបមានសេចក្តីត្រូវការនៅភ្លុកទាំងពីររបស់ដំរីនោះកាលបើមិនបានទេជីវិតយើងនេះក៏នឹងមិនមានដែរពួកបុត្រព្រានព្រៃបានស្ដាប់នៅព្រះសវន័យដូច្នេះហើយក៏បាននាំគ្នាក្រាបទូលថាអ្នកណូបេតោណੰអ្នកបេតាមហាណੰតិថោសុតោកញ្ញរោឆាប់ពិសាណោយមត្តសៈសុបនេរាជបុត្រីអក្ខាហេណូយេតិសោហត្ថនេកោ
bay ta nâng chỉ ta này nhầm ra mình đại đăng cô chỉ xa ở cha mà lăng mình đại đăng khơi lư lai lục lư cho rằng xây rệt bọt trấy công cần tay sự bánh giang này truồng trả chơi ở đằng sọp mình đã bọt đằng nô miên thì cái đây ati bay ông pi pe rồi bò pu nê priên thả bò bết bên nieng mà cha sweet con chua lục miên rồi smay bờ môi pu lẹ cả nạ đôi ní bay đa rứ chỉ ta rồi bò pu tu bê bằng cúng mình ta lọp khơi mà lọp lư lai mình chăm bạch bột vay đào pu tu bê bằng cúng chỉ nhầm tê bro hai nu đại bên nieng mà cha trong này mất khơi sạch tầm đây miền lệ cái nạ giang ná xôm trong trạc prap nơi ở cá lệ cái nạ giang nú đó phụ tu bê bằng cung chỉ nhóm mọc cho phụ bọt priên prey ban pol nơi kia tha chia bắn tỏ tị xa chặt ta sao vị tị xa chặt ta sao ốt hăng à thô đệ xạ tị xa ima giàu cắt tâm mang tị sang tật tệ nia kề chia dạ mắt từ xa sọ bần nê chạp bị xa năng từ tối những từ thông lơ krao chung chỉ từ đọc trùng trạc bị dơ sọp xôm riêng rạp sọp gì cả đây than sẽ bạch tâm rây xa lúc ọc cha cho ràng xây thì nụ tơi chứ mùa vây than đầm rây nơi từ nà mà ná bọt từng nụ bọt tha tị xa bàn đo nông tư chẳng lại bọt tha cắt tầm măng đôi chỉ đây tha cái đông bần đa tư chẳng lại nụ đạch tầm rây nơi từ ná bên niềng mà chá cá đại bộ nê bên tu ruồiอย่างนี้hai bên niềng support tia ria chỉ tê ví để trong pin đất mơ bên prey thằng óc nông chấm nôn nụ trong khơi bên prey mà nè mua sao nốt ra để thọp trong biên nâng prema sạchประกอบท่าจะเปลี่ยนครั้งผู้กายเชียงผู้เปลี่ยนเดตีรูปเปลี่ยนสันทานเคยอยากระประกอบจะบ้าคือบาดเชิงกับปางสมองกับปีกับโปกวงทมจังจำนีกับเป้าปกมอดกระปกจังกากับหอมเพลงเรื่องโดยชนะจะดามตรงตัวเคยอย่างในหายเตอเปรี้ยจำแรกทาบุคคลนี้เติบอาจเปิดตามเปรียบว่าเยอะบ้านเฮ้ยก็กราบดูโสมเปรียบเรามาเรียนเชียนหนุญาตเอานำเปลี่ยนสาวนตระลางตื้อข้างเลือประสาทจวนที่ปรมปีตรวมปากใส่หะเป็นจูข้างตื้ออดดอเฮ้ยเลิกประหอบจึงเอาตรองตึกกันเปรียให้มาเปลี่ยนในข้างอดตระตื้อรู้ก็ตระบุญเกียรติปรับต่อตื่นเนยเปลี่ยนอิเต้าจงอุตรายังติสายังอเตกรรมะสาวสัตตะกรีประหันเตสวรรค์ปัสสาวเนียมเมกริอุลาเราสังปบเพเตากัมปริสานุเจนนาวเนใจยังปีตีตังนิตือตรึดาวสมดาวตือตื้อดอฉลองพนมทมทมแรงปวดต่อพวกไกรบวรพนมตีปรำปีพนมนุเมียนชมวสวรรค์ปัสสะเนเคยประจักษ์บพากรีพรวมแตงเกนออูอมูลมีสวรรค์กรีสับตรหึงอารยะเซลังพระเวนังกันนรานังเอาโลกยะปัปปตะปาตมูลแหลงอัฏฐะแต่ขะไซเมฆะสวะนวันนังนิโกรธเรจังอัฏฐะสหสปาแตงเนโจลังพนุ่มจุมรุมเกนอรู้หายเอากอเนตราสำลังเมื่อจอกมาคราวต่อเชิงพนมนั่งเครียนุเนดังแหกาประกอบคือเนบานเคยชนะจรีมวยดามเมียนปัวสมบัติผมไปปอนกดนิโครตเรเจียเมียนปัวประกอบไปเลยกำนัดไม่แค่วันนาวตัดทัดจะเตะกอนจะโรชับปิสานาวซับเศษเตาตกปะสาวปเรพิแรกคันเตะแนงอัฏฐสหัสเนเกียอิสาตันตาเวตะเจวัปปหารินาวฉะนั้นดำไรซอพลุกชอเรียงไซในกราวดำชรีโจกจีเป็นโปเมียนเอาไว้จันบ้านสันดานตันโตสลัดกอนจิโรบอรวายีชโมลดำไรเรศาเมียนปรำใบปอนองกระเรชัดตอนพลุกโดจันโตลสันตุกโดยจอลปะหาขมังจอลมันเงยหนังโจลดอลสัตเจมิจ่าแต่ทันเตะเตตมูลเละมัสสันตากบปันเต
វាតាសបេអេរតាសៈមនុស្សភូតាំងបណៈតតតិស្វាភាសមង្ករយងអ្នកសៈរជោបេតាសៈបរិវារទាំងនោះស្រែកស្រកគួស្លុតក្រេវក្រោតបំផុតសំបីខ្យល់ប៉ះឈោអែបឯកអង្គដង្ហើមខ្លាំងណាស់សូរខ្យល់ឮច្បាស់ក៏ក្រៅធរណីបើបានឃើញមនុស្សក្នុងទីនោះឯងគ្មានខ្លាចរឯងចាប់បោកជន់ឈ្លីធ្វើឲ្យជាផេះជាផង់ទូលីបាត់បង់ជីវីខ្ទេចខ្ទីសូនល្អបត់ថាយតោដោយសេចក្តីថាមនាលព្រានព្រៃអ្នកដ៏ចម្រើនអ្នកចេញអំពីទីនេះទៅហើយបត់ថោតរាយ៉ាងដោយសេចក្តីថាអ្នកចូលឡើងដើរត្រង់ទៅទិសដរដើរឆ្លងភ្នំធំពោះរហូតដល់ទៅភ្នំទី7គឺកាលដែលអ្នកឆ្លងភ្នំបាន6ហើយអ្នកនឹងដល់ភ្នំឈ្មោះសវណ្ណ